មានបងប្អូនអូនច្រើនមែនតើដែលសួរខ្ញុំថាខ្ញុំទៅជីមរងថ្ងៃហ្នឹងខ្ញុំមានគ្រូប្រហាត់ឬក៏ trainer អីអត់គឺថាខ្ញុំហាត់ប្រាណនេះគឺខ្ញុំអត់មានគ្រូប្រហាត់ឬក៏ trainer អីទេហើយបើសិនជាចង់ដឹងមូលហេតុអីអាចទៅមើលវីដេអូរបស់ខ្ញុំមុនបានខ្ញុំមកហាត់នេះគឺហាត់មើល YouTube ធម្មតាទេអ្នកនរគ្នាហើយបើអាចនិយាយបានថា trainer របស់ខ្ញុំគឺ YouTube នឹងឯងហើយបើសិនអ្នកនរគ្នាមានថវិកាគ្រប់គ្រាន់ក្នុងការជួលគ្រូប្រហាត់មកប្រហាត់អ្នកនរគ្នាហាត់ប្រាណហ្នឹងខ្ញុំពិតជា recommend ឲ្យជួលមែនតើហ្មងដោយសារតែពេលអ្នកនរគ្នាមានគ្រូប្រហាត់ទៅអ្នកនរគ្នាអាចនឹងហាត់អត់ខុស form ណាមួយទេហើយគាត់នឹងរៀបចំរបបអាហារឲ្យអ្នកនរគ្នាបានល្អទៀតហើយបើសិនអ្នកនរគ្នាអត់មានថវិកាគ្រប់គ្រាន់ក្នុងការជួល trainer ទេអ្នកនរគ្នាអាចមក gym ដោយការមើល YouTube ដូចខ្ញុំបានហើយខ្ញុំមកហាត់ប្រាណនេះមិនខ្ញុំចង់បានតែរៀងស្អាតតែមុខទេអីដែលសំខាន់គឺសុខភាពរបស់ខ្ញុំល្អព្រោះអីសុខភាពរបស់មនុស្សយើងម្នាក់ពិតជាសំខាន់មែនតើហ្មងអញ្ចឹងបើសិនអ្នកនរគ្នាមានពេលកន្លះម៉ោងទៅ1ម៉ោងអីអ្នកនរគ្នាក៏គួរតែចំណាយពេលហ្នឹងទៅហាត់ប្រាណទៅហើយការហាត់ប្រាណហ្នឹងមិនចាំបាច់តតែអ្នកនរគ្នាទៅហាត់ប្រាណនៅកន្លែង gym ទេអ្នកនរគ្នាមានពេលតែកន្លះម៉ោងទៅ1ម៉ោងទៅរត់លេងនៅ start Olympic ឬក៏អ្នកនរគ្នាទៅហាត់នៅកណ្ដារីអីខ្ញុំពិតជា recommend មែនតើដោយសារតែនៅក្នុងបរិយាកាសក៏ល្អហើយទីធ្លាក៏ធំសម្រាប់អ្នកនរគ្នាហាត់ប្រាណដែរអញ្ចឹងបើមានពេលកុំភ្លេចថែរក្សាសុខភាពខ្លួនឯងផងណា